នំហេងឬក៏នំប៉ោងធ្លាប់តែទិញគេញ៉ាំឥឡូវមករៀនធ្វើញ៉ាំខ្លួនឯងម្ដងមើលបងតែចាំវីដេអូរបៀបធ្វើហ្នឹងឥឡូវចាញ់ឲ្យបងប្អូនតែវីដេអូនេះរៀងវែងបន្តិចតែខ្ញុំធ្វើនំពីរមុខនំហេងជាមួយនឹងក្តឹបឆាខ្វៃប៉ុន្តែការលីងម្សៅហើយនឹងរូបមន្តម្សៅអីហ្នឹងគឺតែមួយទេបងប្អូនបងប្អូនដែលចង់ចេះធ្វើកុំភ្លេចមើលវីដេអូរបស់ខ្ញុំដល់ចប់ណាធានាថារូបមន្តនេះធ្វើទៅឆ្ងាញ់នំរបស់យើងអត់ជក់ខ្លាញ់ហើយស្រួយល្អទៀតតែមីខ្ញុំប្រើចំនួន350ក្រាមស្មើនឹង3ខាំកន្លះហើយយើងចាក់វាក្នុងចានដែកស្អាតមួយមកយកដៃវាម្សៅទុកប្រឡាក់កណ្ដាលដើម្បីចាក់ទឹកម្សៅ3ខាំកន្លះយើងប្រើទឹក130ក្រាមមេនំប៉័ងដែលហៅថាយីសហ្នឹង2ស្លាបព្រាកាហ្វេបងប្អូនហើយខ្ញុំថែមអំបិលមួយចឹបស្ករស1ស្លាបព្រាបាយស្ដាងហើយយើងកូរគ្រឿងផ្សំទាំង3មុខហ្នឹងចូលគ្នាឲ្យរលាយសព្វល្អហើយយើងចាក់ចូលក្នុងម្សៅមីថែមពងមាន់មួយគ្រាប់ហើយនឹងប្រេងឆា1ស្លាបព្រាបាយគ្រឿងផ្សំពីរហ្នឹងធ្វើឲ្យនំរបស់យើងស្រួយហើយផុយវាមិនមែនអាលក្ខណៈស្រួយហើយរឹងទេណាបងប្អូនកូរទឹកគ្រឿងផ្សំរបស់យើងរលាយសព្វល្អហើយយើងកូរម្សៅជាមួយនឹងទឹកហ្នឹងឲ្យចូលជាល្បាយតែមួយហើយបើម្សៅយើងជ្រីឬក៏រឹងអីហ្នឹងបងប្អូនអាចថែមទឹកឬក៏ថែមម្សៅតាមជាក់ស្ដែងបានកន្លែងនេះយើងប្រើកម្លាំងដៃរៀងខ្លាំងតិចមកញីវាតតែវាលែងស្អិតជាប់ដៃហើយយើងដាក់ផ្អាប់វារយៈពេល1ម៉ោងទៅ1ម៉ោងកន្លះថង់ផ្លាស្ទិករុំឬក៏យកថាសគ្របបែបនេះកុំឲ្យម្សៅត្រូវខ្យល់គ្រប់1ម៉ោងកន្លះហើយម្សៅយើងគឺឡើងល្អខ្លាំងមែនទែនហើយខ្ញុំយកដៃសកត់ខ្យល់ចេញអស់ហើយប៉ុន្តែសកត់ថ្នមបានហើយសកត់ខ្យល់ចេញអស់ហើយយើងយកម្សៅមកកាច់កម្សៅអត់មានអីពិបាកបងប្អូនគ្រាន់តែបត់វាចូលគ្នាដើម្បីឲ្យសាច់ម្សៅនឹងវាស្មើស្អាតងាយស្រួលពេលដែលយើងកាត់ម្សៅជាដុំហើយចូលគ្នាបានរលោងស្អាតប៉ុណ្នេះហើយចាប់ផ្ដើមមកកាត់មកបងប្អូនខ្ញុំកាត់ជា2ដោយសារខ្ញុំធ្វើនំហ៊ីងមួយដុំហើយមួយដុំទៀតខ្ញុំធ្វើក្តឹបឆាខ្វៃយើងកាត់ដុំតូចដុំធំអីមិនក៏បានដែរឲ្យតែពេលធ្វើនឹងចេញជានំហ៊ីងហើយយើងផ្ចិតមុខអាកន្លែងស្អិតដែលយើងកាត់ហ្នឹងហើយទុកវាមួយឡែកសិនមកខ្ញុំមកកាត់ម្សៅឆាខ្វៃម្ដងដោយសារខ្ញុំធ្វើក្តឹបឆាខ្វៃអញ្ចឹងហើយខ្ញុំអត់លុញម្សៅឲ្យវាស្ដើងខ្លាំងពេកទេយកមកកម្រះល្មមអញ្ចឹងណាបងប្អូនហើយយើងកាត់ធ្វើម៉េចឲ្យបានស្មើគ្នាបងប្អូនដើម្បីឲ្យនំរបស់យើងពេលជៀនមកវាស្មើគ្នាស្អាតបងប្អូនចង់ធ្វើឆាខ្វៃវែងមិនបាច់កាត់ជា2ដូចខ្ញុំចេះក៏បានដែរម្សៅអស់ហើយយើងត្រូវបតក់ទឹកចាំកណ្ដាលដើម្បីឲ្យពេលជៀននំរបស់យើងវាស្អិតជាប់គ្នាយើងមិនដាក់ទឹកចូលខ្លាំងពេកទេត្រឹមតែមិនចង់ចង្កឹះដូចខ្ញុំចេះគឺវាជាប់ល្អហើយតោះមកយើងយកម្សៅមួយខាងទៀតនឹងយកមកផ្អោបជាប់គ្នាចង់ទាញដូចខ្ញុំចេះក៏បានឬក៏អត់ក៏បានដែរគូម្សៅគ្រប់គូអស់ហើយយើងមកចាក់ខ្លាញ់ឲ្យក្ដៅមានខ្ទះធំដាក់ខ្ទះធំមកតែខ្ញុំអត់មានខ្ញុំប្រើតូចក្ដៅល្អហើយបង់ម្សៅរបស់យើងចូលមកពេលដាក់ម្សៅចូលកុំប្រែវាញាប់ពេកយើងប្រែវាមួយថ្នមដើម្បីទុកពេលឲ្យម្សៅរបស់យើងនឹងវាឡើងបានល្អភ្លើងវិញយើងដាក់មកល្មមកុំក្ដៅពេកកុំត្រជាក់ពេកតែនំយើងឡើងអស់សាច់ហើយយើងដាក់អាថ្មីចូលបន្តមកបងប្អូនតែពេលដែលប្រើអាថ្មីហ្នឹងកុំភ្លេចប្រើចាស់ផងប្រយ័ត្នខ្លោចដូចខ្ញុំនេះទៅចប់ដៃប្រើនំភ្លេចបន្ថយភ្លើងដល់ពេលងាកមកខ្លោចអស់លីងភ្លើងហ្នឹងក៏សំខាន់ដែរបងប្អូនកាលណាភ្លើងខ្លាំងពេកធ្វើឲ្យនំរបស់យើងអត់ស្រួយទេជៀនឆាខ្វៃអស់ហើយខ្ញុំមកកិនម្សៅនំហ៊ីងម្ដងបើចង់បានសាច់នំក្រាស់ហើយយើងមិនបាច់កិនវាស្ដើងពេកទេតែបើចង់បាននំស្ដើងបងប្អូនកិនវាខ្លាំងដូចខ្ញុំចឹងមកកិនម្សៅអស់ហើយយើងយកទៅដាក់ជៀនតែប៉ុណ្្នឹងឯងបងប្អូនងាយស្រួលហើយបងប្អូនដែលមើលវីដេអូរបស់ខ្ញុំដល់ចប់ដឹងថានំហ៊ីងរបស់ខ្ញុំនឹងភ្លេចអីគេអត់បើដឹងជួយខមមិនខាងក្រោមវីដេអូតិចមកថានំហ៊ីងរបស់ខ្ញុំនេះភ្លេចអីគេហើយខ្ញុំនេះពេលធ្វើអត់ដឹងថានំហ៊ីងខ្លួនឯងនឹងខ្វះអីទេបងប្អូនពេលដែលញ៉ាំអស់ហើយបាននឹកឃើញថាភ្លេចរបស់សំខាន់ពេលអញ្ចឹងមើលទៅនំដូចអត់សូវទំនងមិនទេពណ៌រៀងជ្រុលភ្លើងតិចមែនប៉ុន្តែរសជាតិឆ្ងាញ់អាចទទួលយកបានក្តៅចេះហ่าបើបានញ៉ាំជាមួយនឹងកាហ្វេទឹកដោះគោឬទឹកខ្ទិះស្លឹកតើយអីហ្នឹងឆ្ងាញ់ណាស់បងប្អូនណាខ្ញុំអត់ដឹងថាមានបងប្អូនម៉ែអ្នកមើលវីដេអូរបស់ខ្ញុំដល់ចប់ទេថាអត់ចង់ធ្វើឲ្យវែងទេបងប្អូនប៉ុន្តែវាចិត្តតែស្ដាយវីដេអូហើយបើចង់ឲ្យខ្ញុំធ្វើនំអីបន្តទៀតអាចខមមិននៅខាងក្រោមបានណាកុំភ្លេចជួយ follow page របស់ខ្ញុំម្នាក់មួយផងណាបងប្អូនបាយ